នេះធ្វើការត្រឡប់មកវិញទៀតហើយជាមួយនឹងវីដេអូរៀងប្លែកពីវីដេអូមុនខ្ញុំធ្លាប់តែនិយាយតជាមួយ anime តជាមួយនឹង game តែវីដេអូនេះគឺខ្ញុំនិយាយទៅលើរឿង superhero ម្ដងតែប៉ុតខ្ញុំចូលចិត្តមើលរឿង superhero ខ្លាំងមែនតាំងពីដើមមកមែនតាំងខ្ញុំមើល anime ខ្ញុំមើល superhero គឺមុនទាំង anime ទាំងអីទាំងអស់ហើយថ្ងៃនេះខ្ញុំធ្វើការនិយាយទៅលើពិភព Marvel ដែលខ្ញុំធ្លាប់ចូលចិត្តខ្លាំងមែនតើហើយនៅក្នុង Phase ទី1ទី2ទី3ខ្ញុំធ្វើការនិយាយដោយសារ Phase ហ្នឹងបើសិនធ្វើវីដេអូគឺវែងខ្លាំងមែនតើចាំធ្វើការធ្វើអាវីដេអូវាថាធ្វើទៅ Phase ទី4និងទី5បានហើយដែលជា Phase តាមតើឥឡូវហ្នឹងហើយខ្ញុំនិយាយសេនហ្មងរឿងខ្លះគឺខ្ញុំអត់បានមើលដែរយល់មែនតែដោយសារខ្ញុំឥឡូវអត់សូវតាមដានហ្មងទេតាក់ទងមួយ Marvel ដោយសាររឿងរឿង She-Hulk ខ្ញុំអត់សូវចូលចិត្តទេអញ្ចឹងចាប់ពីរឿងម៉ានហ្នឹងមកខ្ញុំមានអារម្មណ៍ថារឿងខ្លះអត់តំណចូលមើលយកហ្មងយល់មែនទេអញ្ចឹងខ្ញុំធ្វើការចាប់ផ្ដើមជាមួយនឹងវីដេអូហ្នឹងទាំងអស់គ្នាហើយខ្ញុំធ្វើជា tier list ហ្មងទៅខ្ញុំខ្ជិលធ្វើវីដេអូនិយាយជាធម្មតាដោយសារបើសិនយើងធ្វើវីដេអូនិយាយជាធម្មតាអញ្ចឹងទៅអាចអត់សូវនេះអ្នកខ្លះតាមមកតន់តែបើខ្ញុំធ្វើជា tier list អញ្ចឹងទៅគាត់ថានេះយើងអាចតាមតន់តាក់ទងជាមួយអ្វីខ្ញុំធ្វើការនិយាយអញ្ចឹងក្នុងនេះខ្ញុំធ្វើការនិយាយតាក់ទងជាមួយ phase ទី4ហើយខ្ញុំក៏បាននិយាយទាំងអស់ដែរដោយសាររឿងខ្លះខ្ញុំអត់បានមើលរឿងខ្លះខ្ញុំបានមើលអញ្ចឹងនៅអញ្ចឹងបើរឿងដែលខ្ញុំបានមើលខ្ញុំធ្វើការនិយាយពីវាអញ្ចឹងចាប់ផ្ដើមដំបូងជាមួយនឹង WandaVisions រឿងមួយហ្នឹងគាត់ថាគ្រាន់បើនិយាយមែនចាប់ផ្ដើម phase ទី4ដំបូងខ្ញុំគាត់ថាគ្រាន់បើខ្ញុំមកគាត់ថារឿង Marvel on នេះតាក់ទងជាមួយ Miss Marvel ទាំង Falcon and the Winter Soldier ទាំង Moon Knight ដែលខ្ញុំចូលចិត្តខ្លាំងមែនទែនខ្ញុំគាត់ថា Marvel វាមិន on ទេតែគ្រាន់តែមានរឿងមួយចំនួនដែលគេស្គាល់ចូលចិត្តហ្នឹងហើយដូចគ្នាជាមួយនឹង WandaVision ខ្ញុំគាត់ថារឿងហ្នឹងគឺជារឿងមួយដែលគ្រាន់បើស្អីខ្ញុំដាក់ទៅដល់ A tier ហ្មងតែថារឿងមួយហ្នឹងគឺវាជារូបមន្តថ្មីមួយដែល Marvel ដែលប្រើពីមុនមកជាពិសេសយកតួអង្គដែលមានថាមពលមួយដែលខ្លាំងជាងគេនៅក្នុងមកចក្រវាលរបស់ Marvel ទាំងអស់និយាយមែនតួអង្គWanda គឺជាតួអង្គដែលខ្លាំងជាងគេនៅក្នុងមួយពិភពហ្នឹងឯងក្នុងនេះគឺ buff បន្ថែមទៅធ្វើតួអង្គនោះគឺកាន់តែខ្លាំងកាន់តែចេញមកសាហាវជាងមុនទៀតបូករួមជាមួយនឹងការដាក់រូបមន្តតាក់ទងជាមួយនឹង sitcom តាក់ទងជាមួយនឹងការប្រើសខ្មៅនៅក្នុងអេពីសូតគេមួយនឹងពីអេពីសូត1ទៅកាន់អេពីសូត1គឺឆ្លងសម័យកាលទាំងអស់ខ្ញុំគាត់ថាគឺឆ្នៃប្រឌិតខ្លាំងមែនទែនហើយមកក៏អត់សូវមាននៅចំណុចមួយដែរចំណុចណាដែលថា complain ទៅលើរឿងហ្នឹងដែរអាចនិយាយថាមួយអេពីសូតដំបូងយើងមើលដំបូងទៅវាប្លែកអារម្មណ៍តិចវាចេញមកប្លែកពីរឿង Marvel ជាទូទៅប៉ុន្តែជាសរុបមកខ្ញុំគាត់ថារឿងនេះអាច deserve ទៅលើ A tier ដែលខ្ញុំគាត់ថាវាគ្រាន់មើលជាងគេហើយជាពិសេសតួអង្គចិត្តអាក្រក់ខ្ញុំមិនថាអូខេទេខ្ញុំមិនថាតួអង្គចិត្តអាក្រក់នឹងជាតួអង្គដែលខ្ញុំចូលចិត្តជាងគេទេតែខ្ញុំឮថាគេដូចចាញ់អីគេរឿងភាពរបស់តួអង្គមួយហ្នឹងដូចគេអាកាតាយណាភ្លេចបាត់ទេខ្ញុំអត់ចាំចំណងចាំបានមើលអញ្ចឹងយ៉ាងហ្នឹងគឺសម្រាប់ WandaVision គឺខ្ញុំចូលចិត្តរឿងហ្នឹងខ្លាំងហើយបន្តមកទៀតចូលមកកាន់ The Falcon and the Winter Soldier ចឹង The Falcon and the Winter Soldier នេះគឺជារឿងមួយដែលខ្ញុំគិតថាក៏គ្រាន់មើលផងដែរវាមិនមែនជារឿងមួយដែល on ទេខ្ញុំមើលរាល់សប្តាហ៍មកពីមួយភាគទៅកាន់មួយភាគគឺខ្ញុំតាមដានទាំងអស់ដូចគ្នាជាមួយ WandaVision ដែរប៉ុន្តែរឿងមួយនេះវាអត់ដល់កលៈនេះវាធម្មតា B ខ្ញុំឲ្យធ្វើ rank B ចុះដោយសាររឿងមួយហ្នឹងបើសិនយើងគិតទៅលើ scale របស់វាគិតទៅលើបរិបទវាគឺខ្ញុំគិតថាចាញ់របស់ WandaVision នេះខ្ញុំគិតថាខ្ញុំចូលចិត្តអ្វីដែលគេប្រើរូបមន្តតាក់ទងជាមួយ WandaVision ជាងប៉ុន្តែចំណុចដែលខ្ញុំចូលចិត្តតាក់ទងជាមួយ The Falcon and the Winter Soldier ហ្នឹងគឺតាក់ទងជាមួយនឹងតួអង្គនៅក្នុងហ្នឹងក្នុងយើងមានអីគេFalcon ហើយជាមួយ Winter Soldier Falcon ខ្ញុំនិយាយសិនគឺមិនមែនជាតួអង្គដែលខ្ញុំចូលចិត្តខ្លាំងទេប៉ុន្តែខ្ញុំមើលរឿងហ្នឹងហើយគឺខ្ញុំចូលចិត្តតួអង្គហ្នឹងតែមិនចូលចិត្តដល់កម្រិតខ្លាំងណាស់ណាតែ Winter Soldier គឺខ្ញុំកាន់តែចូលចិត្តទៀតជាតួអង្គដែលខ្ញុំធ្លាប់ចូលចិត្តពីមុនមកហើយពេលគេដាក់ក្នុងរឿងហ្នឹងគេដាក់តំណងគ្នារវាងតួអង្គពីរហ្នឹងគឺចេញមកឡើងគួរឲ្យចាប់អារម្មណ៍ហ្មងនិយាយមែនចេញមកគឺគួរឲ្យចង់មើលគួរឲ្យនេះហ្មងចំណៃចក្ខុបូករួមជាមួយក្នុងហ្នឹងគឺនិយាយទៅគឺខ្ញុំនិយាយ spoiler នៅក្នុងសាររឿងហ្នឹងក្នុងនោះគេដាក់តួអង្គមួយទៀតគឺតួអង្គ Zemo ជាតួអង្គមួយដែលគួរឲ្យចាប់អារម្មណ៍ទោះបីនៅក្នុងតុក្កតាខ្ញុំអត់សូវដឹងពីតួអង្គហ្នឹងហ្មងនៅក្នុងសភៅរឿងទេប៉ុន្តែនៅក្នុងតុក្កតាតួអង្គឃើញលយយល់មែនតែកាក់ស្រោមមុខពាក់អីណាចឹងទៅខ្ញុំគាត់ថាអាហ្នឹងគឺជាលក្ខណៈដល់លយមកតួអង្គហ្នឹងហើយក្នុងហ្នឹងក៏តួអង្គហ្នឹង shine ដែរគ្រប់ episode ដែលមានមុខតួអង្គហ្នឹងនៅក្នុងហ្នឹងគឺខ្ញុំចូលចិត្តមើលទាំងអស់ហើយបូករួមជាមួយតួអង្គមួយទៀតនិយាយមែននៅក្នុងនេះគឺខ្ញុំស្រឡាញ់ខ្លាំងដោយសារតួអង្គរឿងមួយហ្នឹងទីមួយទៀតគឺតាក់ទងជាមួយតួអង្គ John Walker និយាយមែនតួអង្គ John Walker តួអង្គ US Agent ហ្នឹងដែលនឹងលេចមុខឡើងនៅក្នុងរឿង Thunderbolt មួយហ្នឹងជាតួអង្គមួយដែលខ្ញុំគិតថាលេចធ្លោជាងគេនៅក្នុង The Falcon and the Winter Soldier ហ្នឹង
ទោះបីយើងឃើញដំបូងឃើញតួអង្គហ្នឹងចេញមករៀងកលួងយ៉ាងណាក៏ដោយការវិវត្តតួអង្គរបស់តួអង្គ John Walker ពី episode មួយទៅ episode មួយខ្ញុំគាត់ថាគួរឲ្យចាប់អារម្មណ៍ខ្ញុំឆ្លាញ់ទិសដៅរបស់តួអង្គហ្នឹងដែលប្រែទៅកាន់ជា anti hero បន្តិចអីបន្តិចខ្ញុំអញ្ចឹងទេប៉ុន្តែខ្ញុំចូលចិត្តចំណុចអវិជ្ជមានមួយដែលខ្ញុំអាចនិយាយតាក់ទងមួយរឿងហ្នឹងគឺទី1 Power Broker ខ្ញុំជប់ Power Broker ក៏ឲ្យភ្លេចថាឈ្មោះតួអង្គហ្នឹងដួង Sharon នៅក្នុងខ្ញុំអត់សូវចាំអារម្មណ៍តួអង្គហ្នឹងហ្មងជាតួអង្គនៅពីក្រោយខ្នងរឿងហ្នឹងទាំងអស់ទី2គឺពួកពួកពាក់ម៉េះហ៎ពួកហ្នឹងខ្ញុំចង់ភ្លេចឈ្មោះដែរខានមើលយូរក៏ខ្ញុំអត់សូវចាប់អារម្មណ៍ដែរតួអង្គគឺជាមែនសិងខ្សោយទូចក្រោយនិយាយមែនតាក់ទងមួយរឿងហ្នឹងតែក្រៅពីហ្នឹងគឺខ្ញុំចូលចិត្តស្រឡាញ់តាក់ទងជាមួយប្រភពមួយហ្នឹងចាហ្នឹងគឺតាក់ទងជាមួយនឹង Falcon the Winter Soldier ក្រោយមកទៀតគឺយើងមាន Loki គឺជារឿងភាគរបស់ Marvel មួយដែលខ្ញុំគិតថាគ្រាន់មើលជាងគេបង្អស់ហើយល្អមើលជាងគេក្រោយពី Moon Knight ខ្ញុំចូលចិត្ត Moon Knight ជាងនិយាយមែនមករឿង TV show គឺខ្ញុំចូលចិត្ត Moon Knight ជាងគេប៉ុន្តែ Loki គឺគ្រាន់មើលជាងគេហើយដោយសារអានេះក្នុងនឹងមានseason ទី2ទៀតណោះមើល season ទី2ដូចអត់មានតែខ្ញុំនិយាយ season ទី2 season ទី1 season ទី2ចូលគ្នាហ្មងដែរចឹង Loki គឺជារឿងភាគមួយដែលបន្តសាច់រឿងពី Avenger Endgame ខ្ញុំគិតថាអត់ដែររំពឹងទៅលើរឿងភាគមួយហ្នឹងទេដោយសារ Loki ងាប់តាំងពីរឿង Infinity War ហើយពេលចុងក្រោយគឺចេញរឿងភាគ Loki ចឹងរៀងដាច់ចង្កេះពួកគេដែរតែចេញមកគឺល្អមើលមែនក្នុងរឿងមួយនេះគឺគេណែនាំយើងទៅកាន់ពិភពមួយទៅកាន់តំបន់មួយដែលថ្មីមែនតើសម្រាប់ពិភព Marvel វាមិនមែនគ្រាន់តែជាតំបន់មួយដែលថាចេញមកលេងសើចអីណាគឺចេញមក series មកក្នុងរឿងមួយហ្នឹងដោយសារវាជារឿងមួយដែលមានការជះឥទ្ធិពលយ៉ាងខ្លាំងមកកាន់phase ក្រោយៗមួយហ្នឹងជាពិសេសគឺ phase ទី4 phase ទី5 phase ទី6ហ្នឹងខ្ញុំគិតថា Loki គឺដើរតួសំខាន់មែនទែនតាក់ទងជាមួយនឹង Avenger វគ្គក្រោយAvenger Doomsday ជាមួយ Secret War គឺខ្ញុំគិតថាតួអង្គអាចមានដើរតួសំខាន់តែខ្ញុំក៏ប្រកាសដែរប៉ុន្តែអាហ្នឹងក៏វាមិនមែនជាលក្ខណៈមួយដែលធ្វើខ្ញុំស្រឡាញ់ខ្លាំងតែលក្ខណៈដែលធ្វើឲ្យខ្ញុំចូលចិត្តទៅលើរឿងមួយហ្នឹងគឺខ្ញុំគឺជាការវិវត្តតួអង្គរបស់តួអង្គឯករបស់យើងហ្នឹងហើយគឺ Loki យើងដឹងថា Loki គឺជាតួអង្គចិត្តអាក្រក់តាំងពីដើមទីមកម្លេះចេញមកគឺអាក្រក់វាមិនជាអាក្រក់អីយើងឃើញតួអង្គមានហេតុផលដែលជាតួអង្គអាក្រក់ដែរតែយើងធ្លាប់តែឃើញតួអង្គហ្នឹងជា villain ជាតួអង្គមួយដែលថាតួអង្គចិត្តអាក្រក់នៅក្នុង Avenger វគ្គ1នៅក្នុងរឿង Thor អញ្ចឹងទៅប៉ុន្តែក្រោយមកទៀតគឺគេដាក់ Loki នៅក្នុងរឿងនេះក្រោយពី Avenger Endgame ហ្នឹងតួអង្គគឺវិវត្តបន្តិចម្ដងយើងមើលដល់អត់សូវចាប់អារម្មណ៍ពេលយូរទៅគឺមានអារម្មណ៍ថាការវិវត្តតួអង្គគឺល្អខ្លាំងមែនទែនពីតួអង្គមួយដែលថាទីទួយជាអាក្រក់មួយដ៏ធំរបស់ Avenger ទៅកាន់តួអង្គដែលជួយសង្គ្រោះ Multiverse គឺខ្ញុំអត់គឺយករំពឹងទៅលើអាផ្លូវដើររបស់ Loki មួយហ្នឹងឯងចឹងខ្ញុំគិតថាគួរឲ្យចាប់អារម្មណ៍ហើយក្រៅពីហ្នឹងក៏គេមានដាក់នៅកំណត់សំខាន់មកដែរតាក់ទងជាមួយនឹង variant តាក់ទងជាមួយនឹងកន្លែង time variant authority របស់គេហ្នឹងហើយមួយតួអង្គ Mobius ក៏ខ្ញុំស្រឡាញ់ដែរក្នុងរឿងគឺខ្ញុំចូលចិត្ត Mobius ជាងគេមួយ Loki ហ្នឹងតំណងពីគឺ Shine គឺខ្ញុំចូលចិត្តខ្ញុំស្រឡាញ់ខ្លាំងណាស់ហើយបើតួអង្គផ្សេងទៀតគឺមិនត្រឹមអូខេសម្រាប់ខ្ញុំទេប៉ុន្តែខ្ញុំនៅស្រឡាញ់រឿងហ្នឹងខ្លាំងដោយសារវាបានបង្ហាញអំពីឈុំម្ខាងទៀតរបស់ Marvel ដែលយកដែរដឹងពីមុនមកចឹងខ្ញុំដាក់វាលើ WandaVision ហើយរឿងមួយហ្នឹងចឹងក្រោយនេះខ្ញុំអត់តនិយាយបន្លែកវីដេអូនិយាយ Moon Knight មុនគេបាទតើឥឡូវ Moon Knight គឺខ្ញុំដាក់ S tier រឿងភាគ Moon Knight គឺជារឿងភាគដាច់ពីពិភព Marvel មួយដែលខ្ញុំអត់រំពឹងថាវានឹងល្អដល់ថ្នាក់ហ្នឹងនិយាយមែនរឿង Moon Knight គឺមហាសាលល្អមើលពីតួអង្គឯកទាំងតួអង្គចិត្តអាក្រក់ទាំងតួអង្គរងអីគឺខ្ញុំចូលចិត្តទាំងអស់ហើយចំណុចដែលសំខាន់របស់ក្នុងហ្នឹងគឺការសម្ដែងការបដូរពីតួអង្គមួយទៅកាន់តួអង្គមួយគឺមហាសាលល្អមើលទាំង action ទៀតគ្រប់ action ទាំងអស់គឺខ្ញុំខានយ៉ាងរឿងខ្ញុំមើលមួយឆ្នាំមុនប៉ុន្តែគឺខ្ញុំនៅតែស្រឡាញ់ខ្លាំងរឿងមួយហ្នឹងនៅក្នុង Marvel Phase ចុងក្រោយហ្នឹងគឺខ្ញុំស្រឡាញ់ Moon Knight ជាងគេ Moon Knight គឺជា S tier សម្រាប់ខ្ញុំហើយជាពិសេសរឿងមួយហ្នឹងគឺជារឿងមួយដែលខ្ញុំគិតថាវាប្លែកពី Marvel ផ្សេងទៀតដោយសាររឿងផ្សេងទៀតនៅក្នុងពិភពគ្នាឯងចឹងទៅវារឿងមួយយ៉ាងចឹងទៅនៅតួអង្គនេះគឺដាច់ពីគេអត់ដែលមាន reference ណាតាក់ទងជាមួយនឹងពិភព Marvel Cinematic Universe នេះវារឿងប្លែកមួយយ៉ាងទៅចឹងទៅចឹងវាបង្កើតទៅលើលក្ខណៈថ្មីមួយសម្រាប់ក្នុងរឿងមួយហ្នឹងហើយជាពិសេសតួអង្គចិត្តអាក្រក់តាក់ទងជាមួយអតាហ្នឹងគឺខ្ញុំនៅចាំទៅឈ្មោះ Hero ហើយតួអង្គគឺ
និយាយមែនគឺតួអង្គជារបស់មួយដែលខ្ញុំចូលចិត្តមួយផងដែរនៅក្រោយនៅមិន face ចុងក្រោយពេលហ្នឹងជាតួអង្គមួយដែលយើងមើលទៅយើងយល់ថាតួអង្គហ្នឹងមានគោលបំណងអីច្បាស់លាស់ហើយពេលតួអង្គហ្នឹងធ្វើអញ្ចឹងទៅយើងយល់អីចឹងដែរហើយយ៉ាខ្ញុំគិតថាសង្ឃឹមនឹងមាន Moon Knight ซีซั่នទី2ចឹងទៅខ្ញុំអត់សូវមានអីនិយាយច្រើនតាក់ទងជាមួយនឹងអឺរឿងភាពមួយហ្នឹងតែខ្ញុំគិតថាគឺល្អខ្លាំងដែររឿងមួយហ្នឹងគឺជារឿង top tier សម្រាប់ខ្ញុំហើយអញ្ចឹងយើងបន្តមកទៀតគឺរឿង Black Widow Black Widow តែពិតជារឿងមួយដែលខ្ញុំគិតថាវាមិនល្មមសម្រាប់ខ្ញុំវាមិនជារឿងដែលកថាយហ្មងទេខ្ញុំគិតថាដាក់ D ធាចឹងរឿង Black Widow ហ្នឹងគឺជារឿងមួយដែលយើងអាចមើលទៅ action វាគ្រាន់បើដែរកប់សេរីដែរប៉ុន្តែចំណុចមួយដែលខ្ញុំអត់សូវចូលចិត្តខ្លាំងមែនតើខ្ញុំហ្មងគឺតាក់ទងជាមួយនឹងតួអង្គចិត្តអាក្រក់តួចិត្តអាក្រក់ខ្ញុំនឹងនិយាយពីក្រោយមកទៀតប៉ុន្តែចំណុចដែលល្អដែលខ្ញុំនិយាយតាក់ទងជាមួយកន្លែងហ្នឹងគឺការណែនាំតួអង្គការណែនាំយើងទៅកាន់តំបន់ថ្មីតែកន្លែងណែនាំតួអង្គក៏មាន Taskmaster ដែរតែខ្ញុំគិតថា Taskmaster បើសិនជាគេយកធ្វើជាតួចិត្តអង្គចិត្តអាក្រក់គោលហ្មងណាគឺនឹងឡងមើលហ្មងយីមែនគឺដល់វាគ្រាន់បាយមុនហ្នឹងប៉ុន្តែ Taskmaster គឺក្នុងនេះគឺគ្រាន់តែជាអាយ៉ងមកគេគាត់ជានេះទេ puppet មកគេទេអញ្ចឹងតួអង្គចិត្តអាក្រក់ធំបំផុតគឺតារុស៊ីនោះដែលខ្ញុំគិតថាมันជាបញ្ហាស្អីយើងយកទៅធ្វើឲ្យវាគួរចាប់អារម្មណ៍ប៉ុន្តែតួអង្គចិត្តអាក្រក់ដល់ស្អីវាគួរចាប់អារម្មណ៍ហើយ Black Widow អាពេលរបៀបតែថាយកឈ្នះតួចិត្តអាក្រក់រៀងភ្លើដែរវាអញ្ចឹងវារៀងបាក់តិចប៉ុន្តែខ្ញុំចូលចិត្តយេលេណាខ្ញុំចូលទូតែតំណង Black Widow ខ្ញុំចូលចិត្តតែតំណងម៉ែក្នុងហ្នឹងប្រវត្តិគេបង្ហាញចេញមកគាត់ថាគេធ្វើបានល្អហើយរឿងហ្នឹងមិនមែនជារឿងអត់ប្រយោជន៍ទេរឿងហ្នឹងគឺ set up តួអង្គយេលេណាហ្នឹងសម្រាប់រឿង Thunderbolt បន្តទៀតអញ្ចឹងទោះបីមកក៏ដោយគឺខ្ញុំគិតថារឿងហ្នឹងវាមិនអន់ដល់ថ្នាក់ហ្នឹងដែរហ្នឹងគឺសម្រាប់ Black Widow ខ្ញុំអត់សូវមានអីនិយាយច្រើនទេតាក់ទងមួយរឿងមួយហ្នឹងអញ្ចឹងបន្តគឺ What if គឺខ្ញុំសម្រាប់ចិត្តនិយាយទាំង3 season ខ្ញុំហ្មងយ៉ាទាំង3 season ខ្ញុំហ្មងនៅក្នុងនេះអញ្ចឹង What if បើសិនខ្ញុំសរុប3 season ហ្នឹងខ្ញុំអាចឲ្យ C ចុះនិយាយទៅ What if ខ្ញុំគិតថា season ទី1គេធ្វើបានល្អជាពិសេសគ្រប់ episode ទាំងអស់គឺអត់មាន episode ណាមួយដែលថាវាអន់ទេនិយាយទៅហើយនៅក្នុង season ទី2ក៏ខ្ញុំមិនថាវាអន់ដល់ណាដែរក៏គេយកតួអង្គមកច្រំដែរពេកដោយទី1តួអង្គ Captain Carter យើងឃើញនៅក្នុងseason ទី1តែជាតួអង្គមិនចឹងទៅហើយចុងក្រោយគេយកមកក៏វាមិនជាបញ្ហាដែរយើងអាចនិយាយថាចុងបញ្ចប់ season ទី1ហ្នឹងគឺជាការបំពោសាច់គ្រឿងចូលគ្នាមកវិញឲ្យយើងបានឃើញតួអង្គនឹងជុំគ្នាខ្ញុំគិតថាអត់មិនជាបញ្ហាសម្រាប់ខ្ញុំប៉ុន្តែដល់ពេលយករបៀបមួយដែលថាចូល season ទី2យកតួអង្គមកម្ដងទៀតយកមកម្ដងទៀតហើយដល់មកតួចាក់គាត់គឺដដែលទៀតអូខេអញ្ចឹងវាច្រំដែរទេគេពេលចូលដល់ season ទី3ខ្ញុំគិតថាវាមិនសូវ season ទី3ខ្ញុំមើលបានតែប៉ុន្មានភាគខ្ញុំជប់មើលទៅដោយសារវាអត់សូវវាលេងសូវ hit ដូចអាការ season ទី1 season ទី1ហើយ season ទី3គេយកកំណត់មកសើគួរចាប់អារម្មណ៍ដូច season ទី1ហ្មងនេះខ្ញុំមិនថា season ទី1កំណត់វាចាប់អារម្មណ៍ខ្លាំងណាស់ទេប៉ុន្តែរបៀបគេធ្វើតួអង្គមួយគឺយើងចូលចិត្តធ្វើឲ្យយើងជិះមកប្លែកតែ season ទី3ទោះបីយកកំណត់នឹងមកដាក់មែនតែយើងមើលមកគឺទីពិបាកតួយកមិនមែនវាមិនជាល្អមើលណាស់ណាទេចាហ្នឹងខ្ញុំឲ្យត្រឹម C ធាបានទេអញ្ចឹងបន្តមកទៀតមើលរឿងណាទៀតច្រើនដែរទៅវិញឥឡូវយើងនិយាយ Shang-Chi ហ្មង Shang-Chi គឺខ្ញុំឲ្យប្រហែល A ធាខ្ញុំលើ WandaVision ដែរអញ្ចឹង Shang-Chi គឺជារឿងមួយដែលលក្ខណៈ action ខ្លាំងបំផុតទេនៅក្នុងមួយរឿង Marvel ទាំងអស់គឺរឿងនេះយើងមើលពីដើមរឿងដល់ទៅរឿងគឺល្អមើលរហូតជាមែនតែអត់មានឈុតឆាកណាខ្ញុំគិតថាការដេកឈុតឆាកវាគឺល្អមែនទែនជាពិសេសគឺតួចិត្តអាក្រក់ដែលជាភាពលេចធ្លោមួយដ៏ធំបំផុតនៅក្នុងមួយរឿងហ្នឹងគឺ Mandarin តួអង្គមួយហ្នឹងគឺយើងមើលមកយើងយល់ថាមិនបានតួអង្គហ្នឹងគឺធ្វើអញ្ចឹងមិនបានតួអង្គគឺធ្វើជាខ្លាចជាប្រឆាំងជាមួយនឹងកូនហើយកូនហ្នឹងក៏យើងយល់ដែរអារម្មណ៍តាក់ទងមួយហ្នឹងនិយាយចំទៅគឺបញ្ហាគ្រួសារហ្មងនៅក្នុងរឿង Shang-Chi ហ្នឹងណាវាអត់មានតាក់ទងមួយនឹងដូចរឿង Avenger រឿងអីផ្សេងពាក់ព័ន្ធសិទ្ធអីណារឿងបំផ្លាញពិភពលោកឯណាគេតួចិត្តអាក្រក់មានកម្រងក្នុងការបំផ្លាញទីក្រុង New York នៅក្នុង Shang-Chi នេះគឺវាមិនបែបហ្នឹងទេវាអាចក៏វាតាក់ទងមួយពិភពលោកដែរប៉ុន្តែទំនាស់សំខាន់គឺការចេញពីគ្រួសាររបស់ Shang-Chi ហ្នឹងអញ្ចឹងយើងបានឃើញពីការវិវត្តរបស់តួអង្គ Shang-Chi ពីតួអង្គនេះទៅកាន់តួអង្គនេះធ្វើឲ្យតួអង្គវាខ្លាំងតាមកម្រិតហ្នឹងអញ្ចឹងទៅហើយតួអង្គឪចុងក្រោយវាយគ្នាមួយកូនគឺ set ខ្លាំងមែនចុងក្រោយហ្នឹងគឺលយហើយចំណុចខ្សោយគឺខ្ញុំអត់សូវមានអីនិយាយច្រើនទេខ្ញុំគិតថារឿងហ្នឹងគឺល្អមើលខ្លាំងជាទូទៅប៉ុន្តែវាដល់កលៈរឿងពីរនេះទេរឿងវាចូលចិត្តខ្លាំងជាងចឹងហ្នឹងគឺ Shang-Chi គឺជារឿង action មួយដ៏ល្អមើលមួយ
ហើយខ្ញុំគិតថាចំណុចខ្សោយមានតែមួយខ្ញុំគិតថាតួអង្គរងគឺមិនសូវរងដូចមិនសូវហ្មងខ្ញុំអត់សូវចូលចិត្តតួអង្គរងនៅក្នុងរឿងខ្យងជីហ្នឹងមែនយ៉ាអញ្ចឹងយ៉ាខ្ញុំគិតថាប៉ុណ្្នឹងតាក់ទងជាមួយនឹង Shang-Chi ហើយចូលមកបន្ទាប់ទៀតគឺតាក់ទងជាមួយនឹងរឿងបន្តទៀត Eternal និយាយខ្ញុំបានមើលទេចឹងខ្ញុំអត់មានថានិយាយតាក់ទងមួយរឿងហ្នឹងទេ Hawkeye បើសិនខ្ញុំឲ្យ B ខ្ញុំគិតថាអន់ជាង The Falcon and the Winter Soldier ខ្ញុំគិតថារឿង Hawkeye នេះគឺវាមិនជារឿងមិនអន់ទេវាគឺជារឿងមួយដែលកំសាន្តអារម្មណ៍យើងប៉ុន្តែវាអត់លេចធ្លោទៅដល់រឿងលើដែលខ្ញុំនឹងនិយាយទេរឿង Hawkeye នេះគឺជារឿងមួយដែលមិនមែនជារឿងពី Hawkeye ទេគឺដែលគេណែនាំទៅកាន់តួអង្គស្រីរបស់យើងគឺតួអង្គ Kate Bishop ដែលខ្ញុំអត់ដឹងថាតួអង្គនឹងមានទឹកដៃយ៉ាងណាទេទៅកាន់រឿងក្រោយទៀតដោយសារខ្ញុំអត់ have no idea មកថា Avenger ក្រោយតួអង្គនឹងដើរតួសំខាន់ហើយតែថាតួអង្គនោះគឺទាំង Miss Marvel ទាំងតួអង្គ Young Avenger ហ្នឹងខ្ញុំមិនដឹងថាតួអង្គហ្នឹងនឹងមានការរួបរวมគ្នាបន្ទាប់ពី Avenger វគ្គក្រោយក៏មិនខ្ញុំអត់សូវដឹងទេប៉ុន្តែក្នុងនេះគឺគេណែនាំតួអង្គអ្នកស្រីហ្នឹងហើយខ្ញុំគិតថាចូលចិត្តតួអង្គមួយហ្នឹងគឺខ្ញុំគិតថារឿងមួយនេះខ្ញុំមិនសូវមានអីនិយាយច្រើនគឺតាក់ទងជាមួយនឹងតួអង្គហ្នឹងគ្រាន់តែជាការបន្តពី Hawkeye ចឹងតួអង្គហ្នឹងគឺមាន idol ខ្លួនឯងមួយជា Hawkeye ហើយព្យាយាមនៅក្នុងការខ្លាយទៅជា idol របស់ខ្លួនឯងចឹងទៅចេះបាញ់ព្រួយចេះអីចឹងទៅចឹងរឿងហ្នឹងគឺវាពាក់ព័ន្ធជាមួយរឿងសាមញ្ញធម្មតាចឹងទេហើយសាច់រឿងចង់ភ្លេចបាត់ឯងនិយាយមែនតែសាច់រឿងនឹងស្អីឯងមែនតែខ្ញុំគិតថារឿងហ្នឹងវាល្អតែវាមិនល្អនេះវាមកល្មមសម្រាប់ខ្ញុំចឹងសម្រាប់ Hawkeye យ៉ាខ្ញុំដាក់ឲ្យវានៅក្នុង B tier ក្រោយ The Falcon the Winter Soldier ខ្ញុំជឿចិត្តរឿងនោះជាងបើរឿងក្រោយមកទៀតគឺអូខេ Spider-Man No Way Home Spider-Man No Way Home គឺខ្ញុំគិតថាវាល្អមើលវាធំ S tier តែ not until Moon Knight និយាយទៅគឺរឿង Spider-Man No Way Home គឺជារឿងមួយដែលថាបើយើងនិយាយតាក់ទងជាមួយនឹងការផ្គប់ចិត្ត fan service គឺវាពោពេញទៅដោយ fan service ហើយជាពិសេសមិនអាកណាត់ក្រោយហ្នឹងគឺមិននិយាយទេមែនហើយតាក់ទងជាមួយនឹងការយកនៅតួអង្គចាស់មកវិញទាំងតួអង្គចៅក្រទាំង Green Goblin ទាំង Doctor Octopus ទាំង Sandman ទាំង Electro និងតួអង្គជាច្រើនមកទៀតមកក្នុងពិភពមួយហ្នឹងឲ្យតួអង្គហ្នឹងគឺធ្វើការរួបរวมគ្នារវាង Spider-Man និង3នាក់ដើម្បីក្នុងការកម្ចាត់តួអង្គចៅក្រនេះមកនឹងហើយរបៀបតែគេហៅតួអង្គមកគឺថាសំស្របឯងអូខេយើងតួស្គាល់វាលយហើយជាពិសេសកន្លែងឈុតឆាកចុងក្រោយគឺលយមែនគឺមហាសានកប់សេរីហើយដើមរឿងក៏យើងយល់ថាតួអង្គព្យាយាមដោះស្រាយបញ្ហារបស់ខ្លួនឯងឯងដោះស្រាយយូរចូលនៅក្នុងបញ្ហា multiverse ដោយសាហាវមែនតួអង្គមួយហ្នឹងហើយចំណុចដែលខ្ញុំគិតថាអត់សូវចូលចិត្តគឺមានតែមួយVenomគេយកតួអង្គហ្នឹងមកដើម្បីឲ្យតែតម្លាក់ symbiote ឲ្យទៅវិញបាត់ប៉ុណ្ណឹងហើយវាផ្សេងជានេះមកតែខ្ញុំគិតថាមិនជាបញ្ហាធំសម្រាប់ខ្ញុំទេនិយាយទៅគឺរឿងមួយហ្នឹងគឺវាបាន entertain ខ្ញុំនៅក្នុងកម្រិតមួយដែលខ្លាំងដែរដោយសារខ្ញុំមើលរឿងគឺអត់មានវិនាទីណាដែលធុញទេគ្រប់វិនាទីឲ្យគឺខ្ញុំចូលចិត្តវាទាំងអស់ហើយរឿងនេះខ្ញុំឲ្យធ្វើ S tier មុន Moon Knight បន្តិចសារខ្ញុំស្រឡាញ់ Moon Knight ជាងអូខេតោះឥឡូវចូលដល់ Doctor Strange into the Multiverse of Madness រឿងមួយនេះគឺខ្ញុំឲ្យវាប្រហែលពីនេះខ្ញុំវាហើយខ្ញុំឲ្យក្រោយ WandaVision នៅមនុស្សជាច្រើនគាត់ថា Doctor Strange in the Multiverse of Madness គឺជារឿងមួយដែលថាអត់ល្អមើលគឺជារឿងមួយដែលថាការតែសម្រាប់ខ្ញុំអត់គិតយ៉ាងគាត់ថា Doctor Strange in the Multiverse of Madness ក៏ Doctor Strange 2ហ្នឹងខ្ញុំគាត់ថារឿងហ្នឹងគឺជារឿងមួយដែលគ្រាន់បើមួយសម្រាប់ខ្ញុំហីគឺជារឿង Multiverse មួយយើងអាចនិយាយថាអ្នកខ្លះធុញរឿង Multiverse អ្នកខ្លះធុញតែតងជាមួយនឹងពិភព Multiverse ប៉ុន្តែខ្ញុំក៏អញ្ចឹងខ្ញុំក៏អត់ស្គាល់ជួយចិត្តតទៅមកកំណត់មួយភាសាកំណត់ហ្នឹងគឺវាច្រំដៃជាច្រើនប៉ុន្តែមូលហេតុដែលខ្ញុំដាក់វាដល់កំណត់ A ហ្នឹងគឺខ្ញុំមិនដែលសារតែ Multiverse មួយគាត់ទេគឺខ្ញុំចូលចិត្តទៅលើឈុតឆាក action របស់ Doctor Strange កំណត់ឆ្នៃប្រឌិតដែលគេប្រើប្រាស់នៅក្នុងរឿងមួយហ្នឹងការជាពិសេសឲ្យយើងមើល Doctor Strange គឺត្រៀមខ្លួនណាតួអង្គហ្នឹងគឺបាញ់សុលខ្ទេចខ្ទីពេញហ្នឹងវាមិនចេញមកគឺមហាសាឡូចេញមកគឺនេះមកកំណត់ឆ្នៃប្រឌិតមកអ្នកដឹកនាំរឿងហ្នឹងជាភាសាកន្លែងវាយគ្នាប្រើ Note Channel និយាយមែនគឺខ្ញុំស្រឡាញ់ខ្លាំងមែនទែនហើយសាច់រឿងវាមានអីស្មុគស្មាញគឺ Doctor Strange ព្យាយាមការពារម្នាក់ស្រីកូនម្នាក់ស្រីនេះ American Chavez or something ខ្ញុំខានមើលយូរចង់ភ្លេចឈ្មោះអញ្ចឹងសាច់រឿងគឺវា simple ធម្មតាហើយថាចំណុចខ្សោយមួយគឺតាក់ទងជាមួយ Illuminati ហ្នឹងក៏ជាចំណុចមួយដែលលេចធ្លោដែរ
Illuminati ចូលមកងក់ខ្ទេចហ្មងនៅក្នុងរឿងមួយហ្នឹងមិនឲ្យតួអង្គបង្ហាញថាអំពូលទេដោយសារក្នុងតួអង្គ Illuminati គឺមានតួអង្គសំខាន់ច្រើនណាស់យើងមាន10អីគេដូចតួអង្គនេះ Professor X Fantastic Four Black Bolt ចុងក្រោយងក់ខ្ទេចអត់មានបានឃើញអីបន្តិចចឹងទៅគឺថាមានតែមួយហ្នឹងតែក្រៅពីហ្នឹងខ្ញុំថាខ្ញុំចូលចិត្តទៅលើសាច់រឿង Doctor Strange ហ្នឹង Doctor Strange แบบពេលគឺជារឿងមួយខ្ញុំគិតថាគ្រាន់ល្អមើលដែរនៅក្នុង phase ទី4ឬទី5ភ្លេចមកទេ Yeah phase ក្រោយហ្នឹងអានេះគឺជាអារម្មណ៍របស់ខ្ញុំចំពោះ Doctor Strange ល្អមើលឥឡូវរឿងបន្ទាប់ខ្ញុំគូយកវាឥឡូវយក Thor សិនទៅ Thor ខ្ញុំគិតថាមិនមែនជារឿងមួយដែរអត់ខ្ញុំ Thor គិតថារឿងមួយដែរ Thor ខ្ញុំយកអ្នកខ្លះគឺគេអត់សូវចូលចិត្តទេ Thor វគ្គ4ហ្នឹងគឺដោយសារតែគេយក Thor ជាតួអង្គប្លែកមិនជាតួអង្គ The Serious ជាតួអង្គមួយដែលថាលេងសើចជ្រុលពេកខ្ញុំយកហើយហ្នឹងក៏ជាចំណុចខ្សោយមួយដែរសម្រាប់ខ្ញុំប៉ុន្តែមូលហេតុដែលខ្ញុំស្រឡាញ់រឿងហ្នឹងគឺដោយសារទី1គឺ visuals គឺខ្ញុំស្រឡាញ់ទៅលើប្លង់ដែលគេថតនៅក្នុងគឺមហាសានស្អាតការធ្វើដំណើរទៅកាន់តំបន់មួយគឺវាមហាសានលយជាពិសេសរូបគូផ្សំគ្នាជាមួយតួអង្គចិត្តអាក្រក់ខ្ញុំនិយាយមែនខ្ញុំចូលចិត្តរឿងមួយខ្លាំងដោយសារតួអង្គចិត្តអាក្រក់ឯងតួអង្គឈ្មោះតួអង្គ Manol ឯតួអង្គដើរតួដោយ Batman នោះតាមផ្លេចឈ្មោះហើយតួអង្គគឺខ្ញុំចូលចិត្តខ្លាំងមែនទែន Gore អូខេតួអង្គ Gore The God Butcher តួអង្គមួយហ្នឹងគឺខ្ញុំគិតថាសាហាវប៉ុន្តែគេបានបង្ហាញភាពសាហាវរបស់តួអង្គនេះហើយខ្ញុំគិតថាបើតួអង្គហ្នឹងគេបង្ហាញសាច់រឿងច្រើនnhưហ្នឹងទៀតគេបដោតទៅលើតួអង្គឲ្យបានច្រើនnhưហ្នឹងទៀតខ្ញុំជឿថារឿងគឺនឹងល្អមើលខ្ញុំនិយាយមែនតែថាដកកន្លែងតាក់ទងជាមួយ Thor រឿងក៏ប្លែកតិចហើយមួយទៀតតាក់ទងជាមួយនឹងអាវគឺខ្ញុំចូលចិត្តដែរខ្ញុំចូលចិត្តអាវក្នុងដើមរឿងតែចុងក្រោយគេដូរអាវហ្នឹងមកចុងរឿងដូរមកអាក្រក់មើលមែនតើហ្មងអញ្ចឹងទៅធ្វើឲ្យខ្ញុំរៀងកលងដែរពេលមើលទៅអត់សូវលយទេអាវក្រោយនេះចេញមក colorful ហ្មងហើយ poster ចេញមក colorful នេះមែនហើយតួអង្គឡើងសាហាវតួអង្គចិត្តក្រក់ចេញមកឡើងកាយសាហាវហ្មងហើយឈ្មោះ Jane Foster នៅក្នុងបានថាពោក៏ខ្ញុំ no problem សម្រាប់បញ្ហាមួយនេះដោយសារយើងយ៉ាងណាក៏យើងបានឃើញឈុតឆាកបានមានThor 2នាក់មួយកាន់ Mjolnir មួយកាន់ Stormbreaker វាមកគ្រាន់បានដែរតែបើថាថាខ្ញុំអត់ចូលចិត្តខ្ញុំក៏មិនចូលចិត្តហើយក៏ខ្ញុំមិនចូលចិត្តវាអីណាស់ណាដែរនិយាយទៅវាមិនអូខេសម្រាប់ខ្ញុំវាមកល្មមសម្រាប់ខ្ញុំទេអញ្ចឹងខ្ញុំឲ្យវាធំ B tier អញ្ចឹងទៅយ៉ាហើយបើថាសាច់រឿងនៅក្នុង Thor នេះគឺរឿងនេះតិចវាកលងតិចឯងតែយ៉ាដូចខ្ញុំនិយាយអញ្ចឹងបានទូចអាក្រក់យងច្រើននេះយីមែនហើយក្រោយទៅខ្ញុំដឹងយករឿងយកឥឡូវយក Miss Marvel ទៅ Miss Marvel គឺខ្ញុំឲ្យ C ខ្ញុំចង់ដាក់ D បន្តិចអីទៀតចង់ដាក់មុខនេះមកតែឲ្យ D មក Miss Marvel នេះទៅប៉ិតឲ្យខ្ញុំឲ្យ C ដោយសារខ្ញុំគិតថាខ្ញុំចូលចិត្តចំណុចមួយចំនួនដែរ Miss Marvel គឺខ្ញុំមិនហេតុទៅលើរឿងមួយហ្នឹងទៅរឿងមួយហ្នឹងគិតថាគ្រាន់បើដែរតាក់ទងជាមួយនឹងតួអង្គរបស់ Miss Marvel ហ្នឹងតាក់ទងជាមួយគេបង្ហាញថាអូមាន mutant នៅក្នុងអីរបស់ Miss Marvel គឺមាន mutant ជាតួអង្គមួយមានអីគេសែន mutant ខានមើលយូរហើយបានថាអំពូលថ្មីហ្នឹងប៉ុន្តែខាងអំពូលណាមខ្ញុំមើលនៅក្នុងដូចនៅក្នុង comic គឺដូចព្រួយព្រមដៃតែក្នុងនេះគេប្រើដូច crystal អីចឹងទៅដែលវាមិនជាបញ្ហាសម្រាប់ខ្ញុំទេទោះបីបានថាអំពូលគឺធ្វើមិនស្អីល្អមើលទៅគឺអូខេសម្រាប់ខ្ញុំហីហើយក្នុងហ្នឹងយើងមើលដំបូងគឺតួអង្គហាត់រៀនបានថាអំពូលរៀនណីណាវាជាសាច់រឿង generic មួយរបស់ super hero យើងឃើញតួអង្គនឹងបានថាអំពូលរៀនបជាថាអំពូលរបស់ខ្លួនឯងចឹងពេលយើងមើលអារឿងហ្នឹងគឺយើងប្រកាសជាឆ្ងល់ថាអូអាកងដៃបានមកពីណាហើយកងដៃលោវាមានតែតំណជាមួយតួអង្គចិត្តអាក្រក់នៅក្នុង Avenger វគ្គក្រោយខ្ញុំគិតថាពេលខ្ញុំមើលដំបូងគឺគេមាននៅគេ theory ច្រើនមែនទែនតាក់ទងជាមួយនឹងអាកងបានថាអំពូលមួយហ្នឹងប៉ុន្តែចុងក្រោយនៅពេលគេបង្ហាញមកវាខកចិត្តដែរដោយសារយកបាននៅអ្វីដែលយើងចង់បានណាឧទាហរណ៍យើងចង់បានឲ្យជ្រៅជាងទៀតតែគេឲ្យយើងធំតែប៉ុណ្្នឹងអញ្ចឹងវាខកចិត្តដែរហើយបើសិននិយាយពីតួចិត្តក្រគឺខ្ញុំមិនសូវចាប់អារម្មណ៍ណានេះតួចិត្តក្រថាបានថាពោស្តរៀងគ្នាឬថាពោស្តរៀងគ្នាតួអង្គផ្លេចបាត់នេះតួអង្គតួអង្គចិត្តក្រគឺខ្ញុំមិនសូវចាប់អារម្មណ៍ប៉ុន្តែសរុបមកខ្ញុំគិតថារឿងនេះគឺជារឿងដែលប្លែកមួយនៅក្នុងន័យមួយដែលខ្ញុំនិយាយថាច្នៃប្រឌិតដោយសារក្នុងរឿងហ្នឹងយើងមើលទៅមានកន្លែងច្នៃប្រឌិតច្រើនដូច Spider-Verse អញ្ចឹងចេញមកមានគំនូរជីវចលនេះអញ្ញៃតែសាច់រឿងវា generic មែនតើហើយជាមួយនឹងការបញ្ចប់ទៅលើក៏ទៅសាច់រឿងនឹងរៀងអូខេចឹងទៅ
យេមែន ខ្ញុំគាត់ថាអត់មានបញ្ហាហ្មងតែគ្រាន់ពីទៅលើអាកន្លែងកងដៃហ្នឹងអាពេល origin វាគឺរៀងយ៉ាងខ្ញុំមិនសូវចូលចិត្តហ្មងហ្នឹងកន្លែងហ្នឹងអញ្ចឹងយើងបន្តមកទៀតតាក់ទងជាមួយនឹងរឿងនេះខ្ញុំរឿងនេះដល់មានន័យថានិយាយរឿងនេះខ្ញុំចូលដាក់ She-Hulk She-Hulk ខ្ញុំឲ្យ D ឲ្យ D ក្រោយនេះគឺ She-Hulk នេះគឺខ្ញុំគិតថាខ្ញុំអត់ចាប់អារម្មណ៍តាំងពីដើមយកមកហ្មងដោយសារទី1វាតាក់ទងមួយរឿងកាន់ចាក់ដីរឿងអីគេ Authority at Law ណាចឹងការសម្រាប់កំណត់ខ្ញុំទេអាហ្នឹងគឺចំណូលចិត្តខ្ញុំនៅពេលខ្ញុំមើលរឿង Marvel នៅពេលខ្ញុំមើល DC ក៏ដោយរឿងអីក៏ដោយតាក់ទងមួយ Superhero គឺខ្ញុំនឹងពឹងទៅលើ Superhero ឯងតែក្នុងនេះបើសិនគេប្រើជាមេធាវីចឹងមិនខ្ញុំអត់ចូលចិត្តទេតែគ្រាន់ខ្ញុំអត់ចាប់អារម្មណ៍ទៅលើវាមិនខ្ញុំថាស្អប់ទៅលើអាការយកជំរឿនមួយហ្នឹងឯងប៉ុន្តែខ្ញុំអត់ចូលចិត្តប៉ុន្តែអ្វីដែលគេធ្វើនេះគឺលើសពីការរំពឹងទុកនៅក្នុងន័យមួយដែលមិនល្អហ្មងទេតែខ្ញុំមើលដំបូងខ្ញុំស្មានគេអូខេផ្ដោតទៅលើការអីគេតឡាការអីណាហើយក្នុងនោះគេដូចថែមអីគេបន្ថែមទូអង្គ level ចូលទៀតតែខ្ញុំធម្មតាដោយសារខ្ញុំមិនមែនជា OG fan តាក់ទងជាមួយ Daredevil អីនោះទេខ្ញុំមិនអ្នកមើល Daredevil តាំងពីដើមមកទេចឹងខ្ញុំគិតថាយ៉ាមិនសូវជាជ្រាវសម្រាប់ខ្ញុំហ្មងទេហើយតាក់ទងជាមួយខ្សែខាងក្រោយនេះគឺគេធ្វើឈួនមកទៅហឹងហ្មងយីមែនតែខ្ញុំដៃឃើញព្រឺណាធ្វើអញ្ចឹងណាយីមែនតែរឿងចុងប្រចំគឺមហាសែនដល់កហ្មងហើយអ្វីសំខាន់គឺខ្ញុំមើលអាមែនអេផ isode នោះគឺខ្ញុំអត់ល្អមើលសម្រាប់ខ្ញុំគិតថាធុញហើយរបៀបបែបខ្ញុំបានថាពួកខ្ញុំអត់មានបញ្ហាជាមួយទេខ្ញុំទទួលស្គាល់អូខេបានឈាមតែខ្ញុំមានអារម្មណ៍ថាស្រៀងវេនំអញ្ចឹងយីមែនវេនំបានឈាមតាមរយៈនឹងដែរឯបានថាពួកវេនំតាមរយៈឈាមដែរហុកបានថាពោតាមរយៈឈាមដែរតំណងមកគេជាទៅយ៉ាអញ្ចឹង She-Hulk ខ្ញុំឲ្យមុនបន្លែកវីដេអូទិញថាបន្លែកវីដេអូគ្រាន់មើលជាង She-Hulk បន្តមកទៀតតាក់ទងជាមួយនឹងWakanda Forever ចឹង Wakanda Forever ខ្ញុំឲ្យត្រឹម V ថាល្អមើលជាង Hawkeye ប៉ុន្តែអត់ខ្ញុំគិតថាចូលចិត្តតជាងនិយាយទៅ Wakanda Forever មិនជារឿងមួយដែលអន់ទេក៏វាមិនជារឿងមួយដែលថាគ្រាន់បើជាងអវគ្គដំបងណាខ្ញុំគិតថាអវគ្គដំបងគឺចូលចិត្តទាំងទូអង្គចូលចិត្តទាំងទូចោលខ្វក់ជាងចូលចិត្តទាំងភ្លេងទៅគឺចូលចិត្តវគ្គ1ជាងតែវគ្គ2ក៏វាមិនមែនជានេះដែរគ្រាន់តែវគ្គ1គឺជា upgrade នៅអ្វីដែលវានៅក្នុងវគ្គ2ហ្នឹងទី1គឺតាក់ទងជាមួយទូអង្គយើងដឹងថាទូសំដែងរបស់ថាឆាឡាក៏បានស្លាប់ដោយសារមានជំងឺមហារីកអញ្ចឹងទៅអញ្ចឹងគឺគេអត់បាន recast ទេគឺគេយក Shuri គឺជាអ្នកបន្តតំណែងរបស់ថាឆាឡាអញ្ចឹងប៉ុន្តែខ្ញុំមើលរឿងនេះខ្ញុំអត់ទាន់មានអារម្មណ៍មួយដែលថាយើងមើលជាងមកគឺនេះយើង used to ជាមួយនឹងទូអង្គមួយហ្នឹងដោយសារទូអង្គBlack Panther នោះទិញតំនេះហើយដល់ពេលគាត់ស្លាប់ភ្លាមៗយកទូអង្គមកថ្មីហ្នឹងវារៀងបាក់វារៀងនេះដែរត្រូវចំណាយពេលយូររៀងទទួលយកទូអង្គដែរហើយទី2គឺតាក់ទងជាមួយនឹងទូអង្គចិត្តអាក្រក់ទូអង្គក្នុងនេះ Namor ខ្ញុំគិតថាមិនជាទូអង្គមួយដែលអន់ទេយើងយកពីទូអង្គហ្នឹងគេបង្ហាញពីប្រវត្តិពីទូអង្គហ្នឹងពីដើមមកមិនបានស្អប់មនុស្សមិនបានត្រូវនេះដោយសារមនុស្សគឺធ្វើបាបពូជសាសន៍របស់ Namor មិនខ្លះប៉ុន្តែខ្ញុំគិតថាពេលយើងមើលយូរទៅគឺវាទូអង្គហ្នឹងបើយើងគិតពីនេះខ្ញុំគិតថាចាញ់ទូអង្គKillmonger ជាងមកគឺខ្លាចគួរខ្លាចហ្មងទូអង្គនេះបើយើងគិតអំពីភាពគ្រោះថ្នាក់ដូចមិនសូវដល់កម្រិតKillmonger មែននេះហ្នឹងគឺជាកន្លែងសំខាន់ហើយកន្លែងខ្ញុំចូលចិត្តជាងគេនៅក្នុងហ្នឹងគឺពេល Namor មក invade Wakanda មកវាយកំទេចចោលខ្ទេចអស់យកមកហ្នឹងគឺល្អមើលមែនហើយក្រោយមកទៀតគឺវាមកធ្វើអូខេសម្រាប់ខ្ញុំមកល្មមសម្រាប់ខ្ញុំទេខ្ញុំមកគិតថារឿងនេះវាល្អជាងវគ្គ1ទេវគ្គ1គឺល្អដាច់យកហ្មងចឹងណាខ្ញុំគិតថា Wakanda Forever គឺខ្ញុំឲ្យត្រឹមប៉ុណ្្នឹង V យេមែនចឹងរឿងបន្តទៀតគឺខ្ញុំឲ្យអានេះបានមើលអានេះបានមើលអានេះដូចខ្ញុំបានមើលដែរតាមមានតែនិយាយទេតោះ Holiday Special ឥឡូវនិយាយទៅដល់ Ant-Man and the Quantum Mania ពីរនេះខ្ញុំដាក់នៅនេះហ្មងនៅរឿង Ant-Man គឺជារឿងមួយដែលខ្ញុំគិតថាយេមែនរឿងគ្រាន់ខ្ញុំគិតថារឿងនេះវាមិនជារឿងមួយដែលថាអន់ទេតែវារឿងគ្រាន់បើជារឿងដែលគិតថាអូរឿងសម្រាប់របស់ Marvel ភាគច្រើនដែរវាជារឿងមួយដែលយើងអាចមើលបានណារឿងមួយដែលខ្ញុំគិតថាគ្រាន់បើតែរឿងនេះបើសិនខ្ញុំគិតយូរទៅថ្ងៃណាដូចឲ្យនៅក្នុងនេះត្រូវជាងយ៉ាងមែនរឿងហ្នឹងបើសិនជាយើងគិតគឺជារឿងមួយដែលវាភ្ញាក់ផ្អើលសម្រាប់fan គ្រប់គ្នាទាំងអស់ដោយសារតែការមកដល់នៅទូចអាក្រក់ King the Conqueror តែឥឡូវគឺគេបានរំសាយនៅកំណត់ចាញ់ហើយហើយគេយក Dr. Doom មកជំនួសមកវិញចឹងខ្ញុំធ្វើវីដេអូមកវិញថ្ងៃហ្នឹងចឹងយ៉ាតាក់តងមួយ King the Conqueror នៅក្នុងរឿងនេះខ្ញុំគិតថាលយតែតាក់តងជាមួយតួអង្គមកតែ
តែយកបានឃើញទូអង្គបង្ហាញនេះអនុភាពបង្ហាញនៅអនុភាពរបស់ខ្លួនឯងឃើញចេញមកទូអង្គដំបូងឡើងមានអំណាចចេញមកឡើងលយចុងក្រោយអែនមែនវាយងាប់បាត់ហើយទូអង្គចេញមកឡើងខកចិត្តមែនយមែនដែរហើយចេញមកឯណា Sir King the Conqueror សម្រាប់ Sir Avenger ឯណាចុងក្រោយណាអាកន្លែងខ្លាំងនឹងឃើញអត់មានអត់កន្លែងហ្នឹងខ្ញុំរំពឹងថា Ant-Man ចុងក្រោយចាញ់ក្នុងរឿងហ្នឹងពេលខ្ញុំមើល review ចុះទូអង្គ Ant-Man ទៅខ្លាំងជាង Kang វិញហើយ Kang កេងខាវអីណាចេញមកមានបច្ចេកវិទ្យាសិតតែអរិយធម៌ខ្លួនឯងមួយចុងក្រោយទៅបាយចាញ់សម្ោចហើយចុងក្រោយខ្ញុំរំពឹងថាទូអង្គនឹងប្រើថាមពលអាចតទៅមួយ multiverse តទៅមួយអីចឹងនៅចុងក្រោយអត់ចុងក្រោយអូខេសម័យបាយខ្ទេចខ្ទីអស់លីទូអង្គបាន happy ending ចោលរឿងប៉ុន្តែយ៉ាងណាក៏ដោយក៏ខ្ញុំគិតថារឿងនេះក៏វាល្អតាក់ទងជាមួយនឹង play មកវាខ្ញុំចូលចិត្ត play ការចូលមកកាន់ពិភព quantum quantum realm ហើយ quantum realm ហ្នឹងពេលខ្ញុំគាត់ថាគួរឲ្យចាប់អារម្មណ៍ការបង្ហាញពីពិភពទូល្អិតមួយដែលវាបង្ហាញពីផ្នែកឈុំមួយខាងទៀតរបស់ Marvel ចឹងទៅថាក្នុងនោះក៏វាមានពិភពមានអរិយធម៌គេក្នុងនឹងមនុស្សព្រោះនៅមិនហើយ Quantum Realm ក៏វាមានវាដើរតួសំខាន់នៅក្នុង Avenger Endgame ដែរហើយក្នុងនេះក៏វាមិនខុសគ្នាជាមួយនឹង Hawkeye ដែរគឺគេបានបង្ហាញតួអង្គ Young Avenger គឺតួអង្គ Casey Lang កូនរបស់ Scott Lang របស់យើងហ្នឹងចឹងគេបានបង្ហាញពីការបន្តតំណែងតទៀតđấyហើយនៅក្នុងរឿងហ្នឹងចំណុចដែលសំខាន់ក៏គេបានបង្ហាញទៅជាមួយ Modok តួអង្គមួយហ្នឹងគឺជាតួអង្គគេនិយាយទៅតួអង្គស៊ីក៏ភ្លើងគេហ្មងឃើញតួអង្គគេដុតយកហ្មងចឹងទៅអត់មាននិយាយពីតួអង្គនឹងច្រើនទេក្រោយតួអង្គក៏មានជាចំណុចខ្សោយរបស់ក្នុងរឿងហ្នឹងដែរខ្ញុំគិតថាតួអង្គក៏វាជា comic relief character ដែរនៅក្នុងរឿងហ្នឹងតែក្រោយខ្ញុំទើសតែមួយគឺទើសតួចអាក្រក់ធំបំផុតណាគឺ Kang ហ្នឹងមិនបានអន់ទេក្នុងហ្នឹងអត់យល់ King the Conqueror មិន variant អីណាយីមែនតែយើងឃើញខកចិត្តដែរទៅជាមួយ Ant-Man អញ្ចឹងយើងចូលបន្តទៀតគឺ Guardian of the Galaxy Volume 3 I guess ឥឡូវខ្ញុំគិតថារឿងនេះគឺខ្ញុំឲ្យ A លើ Loki ប៉ុន្តែដល់ ST ទេGuardian of the Galaxy Volume ទី3គឺខ្ញុំគិតថាជារឿងមួយដែលថាគ្រាន់បើនិយាយទៅរឿង Guardian គឺជារឿងដែលល្អមើលមួយសម្រាប់យើងបើសិនយើងចូលចិត្តមើល Suicide Squad នៅតំចេញថ្មីហ្នឹងសិនចូលចិត្តមើល Commando Creature ខ្ញុំទៅមើលហើយអស់ទេហើយមានលក្ខណៈស្តៀងគ្នាជាមួយ Guardian of the Galaxy ហ្នឹងគឺតួអង្គមួយក្រុមចឹងទៅនិយាយទៅគឺគេបានបង្ហាញពីតំណែងរបស់តួអង្គហ្នឹងមួយហើយក្នុងវគ្គ3ហ្នឹងគេផ្ដោតសំខាន់ទៅលើឈ្មោះ Rocket Raccoon តួអង្គមួយដែលតួសំខាន់ផងដែរនៅក្នុងរឿង Marvel ទាំងមូលមិន Marvel ចំអំក្នុងហ្នឹង Rocket Raccoon ដែលជាតួអង្គមួយដែលតួយ៉ាងសំខាន់នៅក្នុងរឿងមួយហ្នឹងរឿងមួយហ្នឹងគឺវាមានកន្លែងកំសត់ច្រើនជាពិសេសកន្លែងគេយកសត្វគេដឹងសត្វអីអាហ្នឹងសត្វរ៉ាខូនហ្នឹងគេយកទៅពិសោធន៍ហ្នឹងគឺវាបង្កើននូវឈុតឆាកកំសត់ជាច្រើនហើយក្នុងរឿងនេះក៏ជារឿងមួយក្នុងអាចជារឿងចុងក្រោយផងដែររបស់ Guardian ដោយសារតួអង្គ Star Lord របស់យើងបានចេញពីក្រុមនេះចុងក្រោយហើយបានចេញហើយដល់សល់តែពួកម៉ានអ្នកដូចគេមានតួអង្គថ្មីនៅក្នុងទៀតតាមខ្ញុំចាំប៉ានេះគឺប៉ាដូចបន្តតំណែងយន់ឌូហើយប៉ា Franklin ឈ្មោះតួអង្គយ៉ាងដូច Franklin អញ្ចឹងទៅជាព្រួយហ្នឹងដូចបន្តតំណែងយន់ឌូខ្ញុំគាត់ថាអូខេសម្រាប់ខ្ញុំហើយក្នុងរឿងនេះគឺគាត់ថាល្អជាច្រើនជាពិសេសការកាត់តជាពិសេសគឺលើបរិបទដោយសាររឿងហ្នឹងវា take place ទៅលើក្នុងលំហអាកាសចឹងតែអ្វីគឺវាមានលក្ខណៈស្រស់ស្អាតខ្លាំងមែនតើជាពិសេសទៅលើsoundtrack វិញវាក៏ខ្ញុំចូលចិត្តដែរតាំងវគ្គ1វគ្គ2វគ្គ3គឺ play គឺមហាសែនលោនិយាយមែនដែរហើយនិយាយពីទូចអាក្រក់នៅក្នុងរឿងមួយនេះគឺយើងស្អប់ជាងគេមកអស់ហ្មងនិយាយមែនយើងមើលរឿងផ្សេងណាទូចអាក្រក់គឺអត់ដល់កម្រិតហ្នឹងទេទូចអាក្រក់យ៉ាងណាក៏យើងយល់ថាតួអង្គមិនបានធ្វើអញ្ចឹងបើតួអង្គចអាក្រក់ក្នុងរឿងនេះគឺមិននិយាយហ្មងជាគឺស្អប់ដល់កម្រិតមកនិយាយមែនដែរនិយាយតែរឿងនេះគឺជារឿងមួយដែលល្អមើលរឿងមួយដែលចេញមកវាមិនមែនជា scale ធំដល់ភពផ្ទៃកណ្ដាក់ស៊ីទាំងមូលគ្រាន់ជាសាច់រឿងមួយជួយមិត្តភក្តិខ្លួនឯងជួយ Rocket ឲ្យចេញអំពីអតីតកាលរបស់ខ្លួនឯងហ្នឹងដែរហើយក្នុងដូចមានតួអង្គ Adam Warlock តួអង្គហ្នឹងតួអង្គប៉ងមាសក៏មើលតែខ្លះល្អសោយដែរសារតួអង្គវាមានឈុតកំប្លែងច្រើនអញ្ចឹងហ្នឹងខ្ញុំឲ្យ Guardian ធ្វើ A អញ្ចឹងចូលមកបន្តទៀតគឺយើងចូលមកកាន់
ចូលមកកាន់អីទៀតណា Secret Invasion Secret Invasion IE Secret Invasion ទី1គឺខ្ញុំអត់សូវចាប់អារម្មណ៍ទៅលើតួអង្គ Scroll តួអង្គ Talos Captain Marvel តែក្នុងនោះមាន Captain Marvel តែតួអង្គ Scroll ហ្នឹងគឺយើង introduce ដំបូងនៅក្នុង Captain Marvel អញ្ចឹងខ្ញុំគិតថាអ្នកមើលភាគច្រើនអាចថាគេមើលដោយសារក្នុងរឿងហ្នឹងគឺវាចេញពី comic ហ្នឹងគឺមាន Secret Invasion ដែរហើយក្នុងហ្នឹងគឺវាល្អមើលគឺវាមានព្រឹត្តិការណ៍ធំច្រើនប៉ុន្តែនៅក្នុង show មួយនេះវាអត់បានធ្វើអ្វីដែលថាដល់ expectation មួយហ្នឹងឯងប៉ុន្តែអ្វីដែលគេធ្វើគឺវាហួសមែនតែហួសនៅក្នុងន័យមិនអាក្រក់ដោយសារនៅក្នុងរឿងមួយហ្នឹងតួចអាក្រក់ចុងក្រោយគឺដឹង Oh my god សាហាវចេញមកថាអំពូលស្អីខ្លះហើយតួអង្គឯករបស់យើង Daenerys Targaryen ខ្ញុំអត់ស្គាល់តួខ្ញុំចាំឈ្មោះតួអង្គទេខ្ញុំហៅនេះហ្មងទៅស្គាល់ Game of Thrones តួអង្គហ្នឹងគឺនិយាយមែនថាអំពូលពេញខ្លួនវាយដល់កវាយមែនហើយក្នុងរឿងហ្នឹងគឺតួអង្គឯកយើងគឺ Nick Fury ជាង low IQ ទីខ្ញុំអត់ដឹងថាមិនបានអញ្ចឹងទេដោយសារតួអង្គហ្នឹងគឺវាខ្ញុំគាត់ថាអត់សូវចូលចិត្តតួអង្គនៅក្នុងរឿងហ្នឹងទេស្រង់គាត់ថាតួអង្គនេះរៀងខូចតួអង្គនេះនៅក្នុង face ទីនៅ face ក្រោយតួអង្គ Nick Fury ដូចធ្លាក់កូនមកយមែនតែតួអង្គមិនមែនជាតួអង្គពីមុនដែលយើងធ្លាប់មើលนั่นคือសម្រាប់ Secret Invasion ខ្ញុំឲ្យ A ហ្មងទៅខ្ញុំអត់សូវមានអីនិយាយច្រើនទេនៅក្នុងហ្នឹងប៉ុន្តែចំណុចខ្សោយមានច្រើនដាក់តជាមួយ logic មួយចំនួនហើយតួអង្គចិត្តក្រក់ក៏ខ្ញុំអត់ចូលចិត្តហើយរបៀបតួអង្គបានថាមពលឯងក៏វាអូខេចឹងតឥឡូវយើងធ្វើការបន្តទៀត Loki ที่ខ្ញុំនិយាយហើយ Loki ខ្ញុំដាក់លើនេះខ្ញុំស្របទាំងអស់បាននៅ A បានថង A ហ្នឹងគឺខ្ញុំចូលចិត្តតួអង្គខ្លាំងចូលបន្តទៅគឺ Miss Marvel The Marvel ច្រឡំ Miss Marvel ឥឡូវចូលដល់ The Marvel វិញ The Marvel វាមិនខុសគ្នាពី Secret Invasion នេះ Miss ច្រឡំ Miss Marvel The Marvels គឺជារឿងមួយដែលគេបន្តពីរឿង WandaVision បន្តពី Miss Marvel បន្តពី The នេះដូចអត់បន្តពីនេះបន្តពី Secret Invasion ដែរមើលទៅដូចបន្តពី Secret Invasion ជាមួយ Captain វគ្គ 1 Captain Marvel វគ្គ 1 អូខេចឹងក្នុងរឿងមួយនេះគឺខ្ញុំគិតថាអត់សូវល្អមើលប៉ុន្មានទេមូលហេតុគឺវាមានច្រើនណាស់ទី1យើងមើលរឿង Marvel រាល់ដងហើយយើងមើលតាក់ទងជាមួយនឹងរឿងអីផ្សេងចឹងទៅវាមានឈុតឆាកវាមាននៅកន្លែងដែលយើងចូលចិត្តច្រើនអីច្រើនប៉ុន្តែនៅក្នុង Holy shit បាទឥឡូវធ្វើការនិយាយទៅដល់រឿង The Marvels កណាដាក់លើនេះហ្មងទៅបើរឿង The Marvels នេះគឺជារឿងមួយខ្ញុំគិតថាវាមិនថាផ្ទះដល់ F នេះទេវាមិនធំថាវាខ្សោយដោយសាររឿងហ្នឹងមកប្រៀបធៀបមើលរឿង Marvel ផ្សេងគឺវាខ្សោយមែនខ្ញុំគិតថារឿងមួយនេះវាអត់មានទម្ងន់ហើយ set up ចុងក្រោយគឺគេបង្ហាញ X-Men ហើយអីតែវានៅអូខេដោយសាររឿងមួយហ្នឹងខ្ញុំអត់យល់តែកន្លែង X-Men ចុងក្រោយហ្នឹងក្នុងរឿងហ្នឹងយើងទាំងមូលគឺតាក់ទងជាមួយនឹងគឺចុងក្រោយដាក់ X-Men ដូចមានអារម្មណ៍ដូចមិនវិញទេមែនដូចចម្លែកមែនតើហ្មងហើយចំពោះតួអង្គ Miss Marvel បានពីរឿងនេះខ្ញុំថាតួអង្គរៀងគ្រាន់បើជាងគេហើយតួអង្គ The Marvel គឺខ្ញុំអត់សូវចូលចិត្តទេគេច្រឡំ The Marvel Captain Marvel ហើយតួអង្គនេះដូចតួអង្គឯងពី WandaVision ហ្នឹងក៏ខ្ញុំអត់សូវគួរឲ្យចាប់អារម្មណ៍ណាស់បាន Miss Marvel មួយអីចឹងតែ Miss Marvel ក្នុងនេះភាសាធ្វើរបស់មានប្រយោជន៍ខ្ញុំវាអូខេសម្រាប់ខ្ញុំហើយវាមិនខុសគ្នាពី Secret Invasion ទេខ្ញុំអត់សូវមានអីនិយាយទេប៉ុន្តែភាគច្រើនគឺ logic ក៏រឿងហ្នឹងវារៀងភ្លាវតិចយីមែនហើយតួអង្គចិត្តអាក្រក់នៅក្នុងនេះក៏ខ្ញុំគាត់ថាអត់សូវចូលចិត្តដែរតួអង្គនេះណាចេះបើកភព teleport តែខ្ញុំចាំមិនហើយតួអង្គមួយហ្នឹងដូចភពខ្លួនឯងដូចអស់ទឹកអីយីមែនទៅប៉ុន្តែខ្ញុំអត់សូវខ្ញុំចង់ play សើរឿងអស់តែខ្ញុំដឹងថារឿងហ្នឹងអត់សូវយីមែនអត់សូវជ្រាវមួយខ្ញុំទេយីមែនខ្ញុំឲ្យត្រឹមមកនៅ The Marvel មួយហ្នឹងវាមិនជារឿងមួយខ្ញុំចង់ចាំបានយូរដូចរឿងខាងលើនេះទេរឿងមួយនេះគឺខ្ញុំមើលហើយឃើញមើលរៀងក្រោយដែរតែមិនមែនចេញពី2025 2024នេះដែរមិនណាតែខ្ញុំចង់ play អស់ឲ្យសើរឿងតែក្រោយខ្ញុំដឹងកន្លែងខ្លះខ្ញុំចាំនិយាយកន្លែងឆ្មាប្រកាត់ឃ្លីអាហ្នឹងអូខេកន្លែងហ្នឹងវារៀងស្រួលពេកនិយាយទៅវាស្រួលពេកតោះតែប៉ុណ្្នឹងI am Groot ខ្ញុំអត់និយាយទេសារមាននិយាយមកនេះបានមើល Loki ខ្ញុំនិយាយសរុបហើយ What If ក៏អញ្ចឹងដែរ Echo ខ្ញុំបានមើលទេ X-Men 97ក៏ខ្ញុំបានមើលដែរលឺគេនិយាយថាល្អមើល Deadpool and Wolverine ខ្ញុំឲ្យធំនេះហ្មងខ្ញុំឲ្យ A
មូលហេតុដែលខ្ញុំគិតថា Deadpool and Wolverine គឺគ្រាន់បើគឺដោយសារតែរឿងនេះគឺវាមិនខុសគ្នាពី No Way Home ទេគឺជារឿងមួយដែលជា fan service ពោពេញទៅដោយការផ្គប់ចិត្ត fan ការយកតួអង្គនៅក្នុង No Way Home គេនាំយកនៅតួអង្គ Spider-Man ទាំង3មកតួចរិតអាក្រក់ទាំង Spider-Man មកនៅក្នុងរឿងនេះគឺគេយកតួអង្គពី Fantastic Four ពី X-Men ជំនាន់មុនមកទាំងអស់រួមគ្នាជាមួយនឹងតួអង្គនៅក្នុង comic មួយចំនួនទៀតនិយាយមែននៅក្នុងនេះគឺ fan service ចង់ច្រើនយ៉ាងនេះទៀតនិយាយមែនសាររឿងកន្លែងខ្លះគឺមើលមកឡើងភ្ញាក់ផ្អើលផងដែរនិយាយទៅហើយហ្នឹងក៏ជាចំណុចមួយទូចនៅក្នុងហ្នឹងឯងចំណុចធំគឺគេបាននាំយកនៅតួអង្គឯករបស់យើង Wolverine ជាមួយនឹង Deadpool ដែលជាតួអង្គមួយដែលយើងទៅតឹងរង់ចាំមើលតាំងពីយូរមកនិយាយមែនតួអង្គពីរហ្នឹងគឺមិននិយាយទេ fan គឺចង់ឲ្យយើងចង់មើលឡើងតាំងពីជំនាន់នេះគេចេញរឿង The Wolverine នៅជប៉ុននេះណាពេលហ្នឹងគេចេញហៅពណ៌លឿងមកឥឡូវមែនទីបំផុតបានឃើញហើយឈុតឆាករបស់តួអង្គពេលនឹងវាយនេះគឺមហាសានអមមើលយីមែនទេឈុតឆាកអត់មានចេញមកអត់មានឃើញថាអីណាចេញមកធុញចេញមកគឺលយខ្លាំងមែនអានេះគឺតាក់ទងជាមួយ Wolverine មួយ Deadpool ហើយតាក់ទងជាមួយតួចក្រ Professor X ខ្ញុំរំពឹងថាតួអង្គនឹងខ្លាំងជាងនឹងប៉ុន្តែយ៉ាចុងក្រោយនេះបាត់ចុងក្រោយងាប់អីណា30 JM មិនមែនតួអង្គនឹងតែខ្ញុំអត់មានបញ្ហាជាមួយតួចក្រខ្ញុំមិនធ្វើអូខេជាមួយតួអង្គចក្រមួយហ្នឹងវាមិនអន់ពេកក៏វាមិនលយពេកដែរហើយក្នុងហ្នឹងគឺតួអង្គ Deadpool បានតំណគ្នាបានចូលក្នុង TVA ដែលបាននិយាយជាមួយតួអង្គអាប៉ែមួយទៀតអីគេ Dr. Paradox អីណា Mr. Paradox គេភ្លេចបាត់ហើយតួអង្គក៏ជាតួអង្គចិត្តអាក្រក់មួយដែរតែចុងក្រោយយ៉ាសរុបមកខ្ញុំគិតថារឿងហ្នឹងគ្រាន់មើលចំណុចអវិជ្ជមានខ្ញុំផ្សេងមានអីច្រើនថានិយាយហ្នឹងចំណុចហ្នឹងគឺខ្ញុំចូលចិត្តរឿងហ្នឹងជាទូទៅតែវាអត់ដល់កម្រិតអាពីមករឿងនេះthôi nha hướngមានប៉ុណ្្នឹងទេតាក់ទងជាមួយនឹង Deadpool and Wolverine ឥឡូវតាក់ទងជាមួយនឹងរឿងអីទៀតនិយាយមែនរឿងអ្នកបានមើលទេអានេះនិយាយសរុបហើយ Spider-Man ខ្ញុំបានមើលអូខេ Thunderbolt បើវាគឺរឿងគ្រាន់មើលខ្ញុំឲ្យពីរនេះហ្នឹងណាឲ្យធំនេះមក Thunderbolt គឺជារឿងមួយដែលគេធ្វើការប្រមូលផ្ដុំទៅលើតួអង្គចូលគ្នាវាដូច Avenger អញ្ចឹងប៉ុន្តែក្នុងនេះមិនមែនជា Avenger ទេក្នុងនេះគឺជាពួក Thunderbolts គឺជាពួក anti hero ពីមុនមកដែលយើងមានក្នុងវាមាន Yelena តពី Black Widow មក Winter Soldier មានអាប៉ែនេះពី Black Widow មកនេះឯងនិយាយទៅតួអង្គនេះក្នុងភាគច្រើនចេញពី Black Widow មកដែរហើយតួអង្គពី Ant-Man 2ហើយនេះ John Walker ទីផុតមកវិញខ្ញុំតឹងរង់ចាំតួអង្គយូរហើយមើលក៏អត់ខកចិត្តដែរតួអង្គគឺលយខ្លាំងមែនតើតែចំណុចដែលលេចធ្លោជាងគេគឺជាតួអង្គចិត្តអាក្រក់គឺ Sentry នៅក្នុងរឿងហ្នឹងក្នុងគឺមិន Sentry ជាតួអង្គចិត្តអាក្រក់ឯង The Void ជាតួអង្គចិត្តអាក្រក់តួអង្គក្នុងហ្នឹងគឺគិតថាអត់មានអីតែថាខ្ញុំធ្វើនិយាយដោយសារខ្ញុំចូលចិត្តកំណត់ដែលគេយកមកនិយាយតជាមួយនៅក្នុងហ្នឹងសភាវៈអាក្រក់នៅក្នុងខ្លួនរបស់យើងមនុស្សយើងគឺមានសភាវៈអាក្រក់មានសភាវៈល្អអញ្ចឹងបើសិនជាយើងព្យាយាមបញ្ចេញនូវសភាវៈល្អកាន់តែច្រើនគឺយើងនឹងខ្លាចជាមនុស្សបែបហ្នឹងអញ្ចឹងទៅខ្ញុំគិតថាកំណត់ក៏វាគួរចាប់អារម្មណ៍នៅក្នុងរឿងហ្នឹងដែរហើយក្នុងហ្នឹងបើសិនយើងនិយាយតួចក្រោយប្រកាសមកដូចខ្ញុំនិយាយ The Void តែយើងនិយាយច្បាស់មកគឺវាអត់សូវវាមានតួចក្រោយច្បាស់លាស់មួយណាដោយសារក្នុងរឿងហ្នឹងតួចក្រោយដ៏ធំបំផុតគឺអាភាពអាក្រក់នៅក្នុងខ្លួនរបស់យើងទាំងយេលេណាទាំងតួអង្គទាំងអស់នៅក្នុងហ្នឹងហើយមួយទៀតអ្វីខ្ញុំចូលចិត្តគឺតួអង្គក្នុងវាមានច្រើនអ្នកក៏ដោយប៉ុន្តែយើងនៅតែស្គាល់ដោយសារគេបាន set up ពីរឿងមុនមកអស់ហើយអញ្ចឹងខ្ញុំសរុបមកគឺថារឿង Thunderbolt គឺជារឿងមួយដែលគ្រាន់មើលជាងគេនៅក្នុងមកក្រោយនេះរឿងនេះគឺល្អមើលខ្លាំងមែនយ៉ានិយាយមែនហើយចំណុចអវិជ្ជមានគឺខ្ញុំមិនសូវនិយាយអត់មានច្រើនតែនិយាយដោយសារទាំងឈុត action ទាំងអីគឺគេថាលយមែនអញ្ចឹងយ៉ាហ្នឹងគឺជាចំណាប់អារម្មណ៍របស់ខ្ញុំចំពោះ phase ទាំងអស់ phase ទី4ទី5នៅក្នុងភព Marvel ខ្ញុំធ្វើមុនចេញ Doctor Doom ចេញ Avengers Doomsday មកអញ្ចឹងយ៉ាចាំជួបគ្នានៅវីដេអូក្រោយទៀតស៊ីយ៉ា